នេះជាវិធីសង្កេតមនុស្សคล้ายៗឬក៏ភាសាអង់គ្លេសគេហៅថា fake people អ្នកទាំងអស់គ្នាស្ដាប់ឲ្យចប់អ្នកនឹងដឹងពីចរិតពិតរបស់មនុស្សคล้ายៗឬក៏មិនស្មោះត្រង់ឬក៏ fake people អ្នកអាចដឹងដល់ក្រយ៉ាវឬសន្តានរបស់ពួកគេបានថាគេជាមនុស្សពិតឬក៏ជាមនុស្សคล้ายៗមនុស្សមួយចំនួនមានជំនាញយ៉ាងប៉ិនប្រសប់ក្នុងការប្រើប្រាស់ពាក្យសម្ដីដ៏ផ្អែមល្ហែមនិងការតាក់តែងខ្លួនដោយពាក់មុខคล้ายៗដ៏ស្រស់ស្អាតដើម្បីបិទបាំងនៅអត្តចរិតពិតប្រាកដពីធម្មជាតិនិងភាពអាត្មានិយមរបស់ខ្លួនក្នុងគោលបំណងទាញយកផលប្រយោជន៍កេងប្រវ័ញ្ចឬគ្រាន់តែដើម្បីបំពេញមហិច្ឆតារបស់ខ្លួនឯងតែប៉ុណ្ណោះដោយមិនខ្វល់ពីទំហំនៃការខូចខាតផ្លូវចិត្តរបស់អ្នកដទៃដែលបានផ្ដល់ទំនុកចិត្តដល់ពួកគេនោះឡើយការបណ្ដេញបណ្ដោយឲ្យមនុស្សដែលមិនស្មោះត្រង់ឬក៏ដែលយើងហៅថាមនុស្ស fake បន្តមានឥទ្ធិពលនៅក្នុងរង្វង់ជីវិតរបស់យើងមិនត្រឹមតែធ្វើឲ្យយើងត្រូវបាត់បង់ពេលវេលានិងធម៌ពលផ្លូវចិត្តទេប៉ុណ្ណោះទេតែវាក៏អាចបំផ្លាញនៅសេចក្តីសុខនិងទំនាក់ទំនងល្អៗដទៃទៀតផងដែរហើយដូច្នេះហើយទើបការចេះសង្កេតមើលនិងវាយតម្លៃមនុស្សឲ្យបានច្បាស់លាស់តាមរយៈចំណុចសំខាន់ដូចខាងក្រោមនេះខ្ញុំគិតថាដើម្បីដឹងច្បាស់ពីចរិតពិតរបស់មនុស្ស fake គឺត្រូវតែប្រើពេលវេលាយូរបន្តិចដើម្បីនៅក្បែរឬសង្កេតពីពួកគេព្រោះមនុស្សខ្លះពូកែលាក់ពុតត្បុតណាស់ដើម្បីឲ្យយើងដឹងស៊ីជម្រៅដឹងឫសគល់របស់ពួកគេខ្ញុំអាចនិយាយវែងបន្តិចតែអាចមិនខាតពេលទេចំណាយពេលត្រឹមតែ5ទៅ6នាទីស្ដាប់ឲ្យដឹងថាវាល្អជាងចំណាយពេលរាប់ឆ្នាំដើម្បីឲ្យគេបោកបានលោកអ្នកស្ដាប់ឲ្យចប់លោកអ្នកនឹងភ្លឺភ្នែកបាត់ល្ងងកុំឲ្យគេបោកបាននៅពេលដែលយើងដឹងថាវាគឺជាខែលការពារដ៏រឹងមាំមួយចំនួនជួយសង្គ្រោះជីវិតយើងពីការរាប់អានមនុស្សខុសយើងនឹងមិនខ្លាចជាជនរងគ្រោះតទៅទៀតឡើយទី1ដោយសារតែពួកគេតែងតែបង្កើតរឿងប្រឌិតឬនិយាយបំភ្លឺការពិតដើម្បីដំឡើងខ្លួនឯងមនុស្ស fake ជារឿយៗតែងតែភ្លេចនៅអ្វីដែលខ្លួនបានកំហកដែលធ្វើឲ្យសាច់រឿងពួកគេហាក់បីដូចជាមានភាពស៊ីចង្វាក់គ្នាហើយលេចធ្លោឬនៅប្រឡោះប្រហោងយ៉ាងងាយស្រួលនៅពេលដែលអ្នកសួរបញ្ជាក់រឿងរ៉ាវទាំងនោះនៅពេលក្រោយទី2មនុស្សដែលមិនស្មោះត្រង់តែងតែមានភាពផ្ទុយគ្នារវាងពាក្យសម្ដីនិងទង្វើដែលពួកគេពូកែសន្យាអួតអាងយ៉ាងពីរោះស្ដាប់ដើម្បីយកមុខយកមាត់ក្នុងពេលបច្ចុប្បន្នប៉ុន្តែមិនដែលខ្វល់ខ្វាយក្នុងការអនុវត្តតាមអ្វីដែលខ្លួនឯងបាននិយាយនៅឡើយទី3អ្នកអាចសង្កេតមើលឃើញអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃដោយមនុស្ស fake តែងតែបង្ហាញភាពរួសរាយរាក់ទាក់ចំពោះតែអ្នកដែលមានអំណាចទ្រព្យសម្បត្តិឬអ្នកដែលអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេខណៈដែលពួកគេប្រព្រឹត្តអាក្រក់ឬមើលងាយអ្នកដែលមានឋានៈទាបជាងខ្លួនតែប៉ុណ្ណោះចំណុចទី4ប្រសិនបើបុគ្គលម្នាក់នេះចូលចិត្តយកពាក្យអាចារ្យអារាមរបស់អ្នកដទៃឬក៏រឿងរ៉ាវអាក្រក់របស់មិត្តភ័ក្តិជិតស្និទ្ធខ្លួនឯងមកនិយាយប្រាប់អ្នកកុំសង្ស័យអីព្រោះពួកគេក៏ច្បាស់ជានឹងយករឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកទៅនិយាយដើមប្រាប់អ្នកដទៃពីក្រោយខ្នងអ្នកដូចគ្នាទី5នៅពេលដែលអ្នកមានចំនួនឬបញ្ហាអ្វីមួយកើតឡើងមនុស្សប្រភេទនេះមិនដែលហ៊ានទទួលស្គាល់កំហុសខ្លួនឯងឡើយដោយពួកគេតែងតែព្យាយាមបង្វែរសាច់រឿងលាបពណ៌អ្នកដទៃនិងបង្វែរធ្វើជាជនរងគ្រោះដល់គូអាណិតដើម្បីទទួលបានការចាប់អារម្មណ៍ទី6ពួកគេតែងតែคล้ายជាមនុស្សចំណុចកណ្ដាលនៃការចាប់អារម្មណ៍ពួកគេតែងតែបង្វែរគ្រប់ប្រធានបទនៃការសន្ទនាឲ្យត្រឡប់មកនិយាយពីរឿងរបស់ខ្លួនវិញអួតអាងពីភាពជោគជ័យរបស់ខ្លួននិងមិនសូវខ្វល់ខ្វាយពីអារម្មណ៍ឬសមិទ្ធផលរបស់មនុស្សជុំវិញខ្លួននោះទេទី7ភាពស្មោះត្រង់របស់ពួកគេនឹងត្រូវលាតត្រដាងនៅពេលដែលអ្នកជួបទុក្ខលំបាកព្រោះមនុស្ស fake តែងតែក្បែរអ្នកនៅពេលដែលអ្នកមានភាពសប្បាយរីករាយនិងជោគជ័យតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ្នកត្រូវការជំនួយពួកគេនឹងរកលេសរាប់រយចម្ពោះដើម្បីគេចវេះមិនអើពើឡើយទី8ស្នាមញញឹមនឹងការបង្ហាញអារម្មណ៍របស់ពួកគេមើលទៅមិនសូវធម្មជាតិឬហាក់ដូចជាការប្រឹងប្រែងសម្ដែងទេដោយស្នាមញញឹមនោះមិនអាចសាយភាដល់កែវភ្នែកឬការបញ្ចេញមតិយោបល់របស់ពួកគេច្រើនតែខ្វះការយកចិត្តពិតប្រាកដចេញពីក្រៅបេះដូងរបស់ពួកគេទី9ពួកគេពូកែណាស់ក្នុងការប្រើប្រាស់ពាក្យសម្ដីបញ្ចុះឬក៏បោះបង់ឬក៏សរសើរដែលលាយឡំទៅដោយការមើលងាយដើម្បីព្យាយាមទម្លាក់តម្លៃអ្នកយ៉ាងសន្សំគណៈពេលដែលពួកគេនៅតែត្រូវការរក្សាបាននៅមុខមាត់ជាមនុស្សរំទុំនិងមានគួរសម
ទី10មនុស្សដែលមិនមានភាពជាខ្លួនឯងពិតប្រាកដតែងតែផ្លាស់ប្ដូរអត្តចរិតចំណូលចិត្តនិងទស្សនៈរបស់ខ្លួនទៅតាមក្រុមមនុស្សដែលពួកគេកំពុងប្រស័យតាក់ទងគ្នាជាមួយដើម្បីតែតង់ឲ្យពួកគេទទួលស្គាល់និងអាចចោះចូលចំណោមគេយ៉ាងងាយស្រួលទី11នៅពេលដែលអ្នកសួរសំណួរចំអំពីគោលបំណងឬរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេមនុស្ស fake តែងតែបង្ហាញប្រតិកម្មការពារខ្លួនហួសហេតុដើម្បីតបបែបមិនច្បាស់លាស់ឬព្យាយាមសួរបកត្រឡប់អ្នកវិញដើម្បីគេចវេះពីការបង្ហាញការពិតរបស់ពួកគេទី12មនុស្សរាប់អានដោយមុខមាត់ច្រើនតែលាក់បាំងនូវភាពចំណែនឈ្នានេះយ៉ាងជ្រាលជ្រៅនៅពេលដែលអ្នកទទួលបានភាពជោគជ័យដោយពួកគេអាចនឹងសម្ដែងការអបអរសាទរនៅនឹងមុខតែបែរជានិយាយទម្លាក់តម្លៃសមិទ្ធផលរបស់អ្នកឬបង្វែរព្យាយាមបង្វែរប្រធានបទយ៉ាងលឿនចេញពីក្តីអំណររបស់អ្នកទី13សេចក្តីល្អនិងជំនួយដែលពួកគេផ្ដល់ឲ្យអ្នកមិនមែនចេញពីចិត្តបរិសុទ្ធនោះទេតែវាជាការវិនិយោគដែលមានលក្ខខណ្ឌដោយពួកគេតែងតែកត់ត្រាទុកក្នុងចិត្តនៅរាល់ទង្វើល្អដែលបានធ្វើហើយនឹងលើកយកមកទានៅការតបស្នងសងគុណវិញឬយកមកធ្វើជាគំនាបនៅពេលដែលពួកគេត្រូវការផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះទី14ពួកគេពូកែណាស់ក្នុងការធ្វើការសន្យានិងរៀបចំផែនការយ៉ាងរំភើយជាមួយអ្នកប៉ុន្តែតែងតែលុបចោលការណាត់ជួបនៅនាទីចុងក្រោយដែលប្រើលេសមិនសមរម្យជាពិសេសនៅពេលដែលពួកគេរកឃើញជំរឿនផ្សេងដែលផ្ដល់ផលប្រយោជន៍ឬមានភាពសប្បាយរីករាយជាងការចំណាយពេលជាមួយអ្នកទី15វិធីដ៏មានប្រសិទ្ធភាពបំផុតមួយចំនួនមើលធ្លុះដល់អត្តចរិតពិតរបស់មនុស្សគឺការសង្កេតមើលពីរបៀបដែលពួកគេប្រស័យតាក់ទងជាមួយបុគ្គលិកបម្រើសេវាកម្មដូចជាអ្នករត់តុឬអ្នកបើកបរដោយមនុស្ស fake អាចនឹងរស់រាយរាក់ទាក់ជាមួយអ្នកតែបែរជាប្រើពាក្យសម្ដីគំរោះគំរើយនិងមើលងាយដល់អ្នកពួកគេគិតថាគ្មានឋានៈស្មើខ្លួនទី16នៅពេលដែលអ្នកព្យាយាមលើកយកកំហុសឬទង្វើមិនគប្បីរបស់ពួកគេមកនិយាយពួកគេនឹងមិនសុំទោសដាក់ដោយស្មោះឡើយបែរជាប្រើប្រាស់យុទ្ធសាស្ត្របំផ្លែងការពិតដើម្បីឲ្យអ្នកមានអារម្មណ៍ថាអ្នកជាអ្នកខុសជាអ្នកគិតច្រើនឬតោតថាជាអ្នកយល់ច្រឡំទៅវិញទី17ដើម្បីបិទបាំងនូវភាពទន់ខ្សោយឬកង្វះទំនុកចិត្តលើខ្លួនឯងពួកគេចូលចិត្តទាញយកឈ្មោះបុគ្គលដែលមានអំណាចអ្នកមានទ្រព្យសម្បត្តិឬអ្នកល្បីល្បាញមកនិយាយភ្ជាប់ជាមួយខ្លួនឯងជានិច្ចក្នុងគោលបំណងលើកមុខលើកមាត់និងធ្វើឲ្យអ្នកដទៃមើលមកខ្លួនថាជាមនុស្សដែលមានឥទ្ធិពលទី18ទោះបីជាពួកគេហាក់ដូចជាមានទំនាក់ទំនងទូលំទូលាយនិងស្គាល់មនុស្សច្រើនរាប់មិនអស់ក៏ដោយប៉ុន្តែប្រសិនបើអ្នកសង្កេតឲ្យបានស៊ីជម្រៅអ្នកនឹងដឹងថាពួកគេមិនមានមិត្តភ័ក្តិជិតស្និទ្ធពិតប្រាកដសូម្បីតែម្នាក់និងដែលចែករំលែកក្តីសោកទុក្ខព្រួយនិងសេចក្តីទុកចិត្តលើគ្នាយ៉ាងពិតប្រាកដនោះទេទី19បុគ្គលដែលគ្មានអត្តសញ្ញាណច្បាស់លាស់ជួនកាលតែងតែមានអាកប្បកិរិយាចម្លងតាមអ្នកដែលមានប្រតិកម្មឬថាមិនថាជាមានចំណងចំណូលកិត្តរៀបចំតែងខ្លួនឬនិយាយស្ដីនោះទេនិយាយជារឿយៗពួកគេថែមទាំងហ៊ានយកគំនិតច្នៃប្រឌិតឬស្នាដៃរបស់អ្នកទៅអួតអ្នកដទៃថាជារបស់ខ្លួនដែលគ្មានការអៀនខ្មាស់ចំណុចទី20ចំណុចចុងក្រោយនឹងជីវិតបំផុតគឺវិចារណញ្ញាណរបស់អ្នកផ្ទាល់ទោះបីបុគ្គលនោះនិយាយស្ដីបានល្អឥតខ្ចោះនិងសម្ដែងបានយ៉ាងស័ក្តិសមយ៉ាងណាក៏ដោយក៏មានអារម្មណ៍ខាងក្នុងរបស់អ្នកតែងតែប្រាប់អ្នកជានិច្ចថាមានអ្វីមួយមិនប្រក្រតីដែលធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយឬក៏តានតឹងនៅពេលដែលនៅក្បែរពួកគេចំណុចទី21មនុស្សដែលមិនស្មោះត្រង់តែងតែមានការចងចាំបែបជ្រើសរើសដោយពួកគេតែងតែធ្វើជាផ្លេចរាល់ការសន្យាឬកំហុសដែលខ្លួនបានប្រព្រឹត្តតែបែរជាចងចាំច្បាស់នៅរាល់ចំណុចខ្សោយរបស់អ្នកឬរឿងរ៉ាវដែលអាចទាញអ្នកធ្វើជាប្រយោជន៍សម្រាប់ការពារខ្លួននៅពេលដែលគេមានបញ្ហាចំណុចទី22អ្នកគួរតែប្រុងប្រយ័ត្នចំពោះអ្នកដែលតែងតែផ្ដល់ទំនួលទូន្មានហាក់ដូចជាសេចក្តីសង្ឃឹមល្អប៉ុន្តែការពិតបង្កប់នូវចេតនាទាញទម្លាក់អ្នកឬរារាំងអ្នកមិនឲ្យឈានទៅរកភាពជោគជ័យដោយសារតែពួកគេខ្លាចមានអ្នកលេចធ្លោជាងអ្នកទី23ការគាំទ្ររបស់ពួកគេតែងតែមានលក្ខណៈជាការសម្ដែងដោយពួកគេនឹងឈរនៅក្បែរអ្នកឬការពារតែអ្នកនៅចំពោះមនុស្សច្រើនដើម្បីចង់ឲ្យគេកោតសរសើរថាជាមិត្តល្អប៉ុន្តែក៏ពេលដែលអ្នកគ្មានអ្នកមើលពួកគេនឹងប្រងើយកន្តើយចំពោះអ្នកជាមិនខាន24ពួកគេជាមនុស្សដែលប្រកែវិនិច្ឆ័យនិងរិះគន់យ៉ាងចាស់ដៃទៅលើកំហុសឬចំណុចខ្វះខាតរបស់អ្នកដទៃដោយគ្មានការយោគយល់ប៉ុន្តែនៅពេលដែលខ្លួនឯងធ្វើខុសវិញពួកគេបែរជាទាមទារឲ្យអ្នកគ្រប់គ្នាមានការអត់ឱននិងយោគយល់ចំពោះខ្លួនឯងទៅវិញ
ទី25នៅក្នុងដំណាក់កាលដំបូងនៃការរាប់អានមនុស្សហ្វេកច្រើនតែប្រើប្រាស់ការសរសើរហួសហេតុនិងការយកចិត្តទុកដាក់ខុសពីធម្មតាដើម្បីឆក់យកទំនុកចិត្តនិងសេចក្តីស្រឡាញ់ពីអ្នកយ៉ាងឆាប់រហ័សមុននឹងចាប់ផ្ដើមទាញយកផលប្រយោជន៍នៅពេលដែលអ្នកទុកចិត្តពួកគេទាំងស្រុងចំណុចទី26ទោះបីជាពួកគេតែងតែត្អូញត្អែថាស្អប់រឿងស្មុគស្មាញឬមិនចូលចិត្តការឆ្លុះប្រកែកគ្នាក៏ដោយប៉ុន្តែប្រសិនបើអ្នកសង្កេតមើលឲ្យច្បាស់អ្នកនឹងឃើញថាពួកគេតែងតែជាកត្តារួមឬជាអ្នកនៅក្នុងពីក្រោយដែលបញ្ឆេះរឿងរ៉ាវចំនួននិងបញ្ហាជាច្រើននៅក្នុងក្រុមប្រកបដោយល្បិចកលចំណុចទី27មនុស្សប្រភេទនេះមិនចង់ឃើញអ្នកមានរបៀបឬក៏មានប្រៀបជាងខ្លួនគេឡើយដូច្នេះពួកគេតែងតែលាក់បាំងនៅព័ត៌មានសំខាន់ឱកាសល្អឬចំណេះដឹងដែលពួកគេមានដោយបដិសេធមិនព្រមចែកម្លែកជាមួយអ្នកដើម្បីរក្សាភាពខ្លាំងនិងអត្ថប្រយោជន៍សម្រាប់តែខ្លួនឯងតែប៉ុណ្ណោះចំណុចទី26ពួកគេជួយចាត់ប្រើប្រាស់ពាក្យសម្ដីលេងសើចដែលបង្កប់ទៅដោយការវាប្រហារផ្លូវចិត្តឬការទម្លាក់មុខនៅក្នុងចំណោមមនុស្សជាច្រើនហើយប្រសិនបើអ្នកបង្ហាញការមិនពេញចិត្តពួកគេនឹងចោទថាអ្នកជាមនុស្សរឹងរូសគិតច្រើនឬមិនចេះលេងសើចទៅវិញទី29អាកប្បកិរិយាមួយទៀតដែលងាយស្រួលចំណាំគឺការរំលោភបំពានទៅលើដែនកំណត់របស់អ្នកដោយមិនខ្វល់ពីអារម្មណ៍អ្នកឡើយតែងតែផ្ទុយទៅពួកគេតែងតែវិនិច្ឆ័យដាក់វិន័យតឹងរ៉ឹងបំផុតចំពោះខ្លួនឯងហើយខឹងសម្បាយ៉ាងខ្លាំងប្រសិនបើមាននរណាម្នាក់ហ៊ានបំពានសូម្បីតែបន្តិចចំណុចទី30ភាសាកាយវិការរបស់ពួកគេតែងតែក្បត់នឹងពាក្យសម្ដីដែលពួកគេកំពុងនិយាយចេញមកដោយអ្នកសង្កេតឃើញថាទោះបីជាមុខមាត់របស់ពួកគេកំពុងនិយាយរឿងល្អៗប៉ុន្តែកែវភ្នែករបស់ពួកគេតែងតែសម្លឹងទៅកន្លែងផ្សេងឧស្សាហ៍រមៀលភ្នែកឬមានអាកប្បកិរិយារួញរាដែលបង្ហាញពីការមិនពេញចិត្តពីខាងក្នុងយ៉ាងច្បាស់ទំនាក់ទំនងឬស្នេហានិងទំនាក់ទំនង31ក្នុងដំណាក់កាលដំបូងនៃស្នេហាមនុស្សតែងតែស្មោះត្រង់ច្រើនតែប្រើប្រាស់យុទ្ធសាស្ត្របន្លឿនទំនាក់ទំនងយ៉ាងតក់កុហលដោយពួកគេនឹងទម្លាក់ការយកចិត្តទុកដាក់ពាក្យសន្យាធំនិងប្រកាសក្តីស្រឡាញ់ហួសហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែពិសេសបំផុតក្នុងលោកតែងតែគោលបំណងគោរពគោលបំណងពិតដើម្បីទាញឲ្យធ្លាក់ចូលក្នុងអន្ទៈឬក៏អន្លាំងផ្លូវចិត្តរបស់ពួកគេយ៉ាងលឿននៅពេលដែលអ្នកដឹងខ្លួនទី32ពួកគេតែងតែនិយាយរៀបរាប់ពីអនាគតដ៏ស្រស់បំព្រងជាមួយអ្នកដែលប្រើប្រាស់ពាក្យពេចន៍យ៉ាងពិរោះរណ្ដំប៉ុន្តែនៅពេលដែលអ្នកព្យាយាមពិភាក្សាអំពីផែនការច្បាស់លាស់ឬជំហានបន្ទាប់ដើម្បីប្រែក្លាយនឹងក្តីសម័យនេះជាការពិតពួកគេនឹងចាប់ផ្ដើមប្រើលេសកិច្ចវេះបង្វែរប្រធានបទឬធ្វើឲ្យរឿងនោះคล้ายជារឿងមិនច្បាស់លាស់ទៅវិញចំណុចទី33មនុស្សហ្វេកនៅក្នុងរឿងស្នេហាច្រើនតែមានអាចកំបាំងជាច្រើនដែលពួកគេមិនព្រមចែកម្លែកជាមួយអ្នកមិនថារឿងអតីតកាលហិរញ្ញវត្ថុឬរឿងរ៉ាវក្នុងទូរស័ព្ទដៃរបស់ពួកគេនោះទេហើយប្រសិនបើអ្នកព្យាយាមសង្កេតសួរនាំពួកគេនឹងខឹងសម្បារឬចោទប្រកាន់ថាអ្នកជាមនុស្សដែលមិនទុកចិត្តឬមិនចូលចិត្តរំលោភបំពានឯកជនរបស់ពួកគេចំណុចទី34ពួកគេជាមនុស្សដែលចូលចិត្តការយកចិត្តទុកដាក់និងការគាំទ្រដល់ការលះបង់គ្រប់ពេលពីអ្នកគ្រប់ពេលវេលាប៉ុន្តែនៅពេលដែលអ្នកត្រូវការគាំទ្រផ្លូវចិត្តឬត្រូវការពួកគេនៅក្បែរក្នុងគ្រាលំបាកពួកគេបែរជារលេះរវល់មិនអាចទំនាក់ទំនងបានឬបង្ហាញអាកប្បកិរិយាធុញទ្រាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងជាបន្ទុករបស់ពួកគេទៅវិញចំណុចទី35នៅក្នុងទំនាក់ទំនងដែលមិនស្មោះត្រង់មនុស្សប្រភេទនេះតែងតែព្យាយាមផ្លាស់ប្ដូរឲ្យអ្នកក្លាយទៅជាមនុស្សក្នុងក្តីសម័យរបស់ពួកគេមិនថារបៀបតែងខ្លួនរបៀបរស់នៅឬចំណូលចិត្តនោះទេដោយពួកគេមិនដែលគោរពឬទទួលយកក្នុងនាមជាអ្នកពិតប្រាកដឡើយតែងតែប្រើប្រាស់ការរិះគន់ដោយប្រយោលដើម្បីទម្លាក់អ្នកតែប៉ុណ្ណោះចំណុចទី36ពួកគេតែងតែនិយាយអាក្រក់ពីអតីតសង្សាររបស់ខ្លួនប្រាប់អ្នកដោយរៀបរាប់ថាខ្លួនឯងជាជនរងគ្រោះនិងទម្លាក់កំហុសទាំងអស់ទៅលើដៃគូចាស់នេះជាសញ្ញាព្រមានដ៏ច្បាស់លាស់មួយថាប្រសិនបើទំនាក់ទំនងរវាងអ្នកនិងពួកគេត្រូវបញ្ចប់ពួកគេក៏នឹងយករឿងរបស់អ្នកទៅនិយាយអាក្រក់ប្រាប់អ្នកដូចគ្នាចំណុចទី37ស្នេហារបស់ពួកគេច្រើនតែផ្អែកលើលក្ខខណ្ឌនិងផលប្រយោជន៍របស់ពួកគេនឹងបង្ហាញក្តីស្រឡាញ់និងភាពផ្អែមល្ហែមនៅតែនឹងពេលជាមួយនឹងពួកគេត្រូវការពីអ្វីពីអ្នកតែប៉ុណ្ណោះដូច្នេះលុយកាក់ជំនួយការរួមភេទឬការលើកមុខមាត់ក្នុងសង្គមប៉ុន្តែនៅពេលដែលពួកគេអស់តម្រូវការពួកគេនឹងបែរជាត្រជាក់ស្រេបនិងបង្ងើយកន្តែដាក់អ្នកភ្លាម30ទីចំណុចទី38ពួកគេចូលចិត្តណាស់ក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍ច្បុកច្បល់និងសង្ស័យលើការគិតរបស់ខ្លួនឯងនៅពេលដែលអ្នកលើកឡើងពីបញ្ហាឬទង្វើមិនគប្បីរបស់ពួកគេនឹងបដិសេធដាច់អហង្ការលាពណ៌សាច់រឿងឡើងវិញនឹងធ្វើឲ្យអ្នកជឿថាមនុស្សដែលគិតច្រើនឬបង្កើតសាច់រឿងនៅខ្លួនឯង
ចំណុចទី39មនុស្សដែល fake ក្តីស្រឡាញ់ច្រើនមិនអាចបង្ហាញទំនាក់ទំនងរបស់អ្នកឲ្យជាសាធារណៈបានឡើយដោយពួកគេនឹងរក្សាទំនាក់ទំនងនេះជាសម្ងាត់មិនព្រមបង្ហោះរូបភាពជាមួយអ្នកលើបណ្ដាញសង្គមមិនណែនាំឲ្យអ្នកឲ្យស្គាល់មិត្តភ័ក្តិឬគ្រួសាររបស់ពួកគេហើយតែងតែមានលេសរាប់រយចម្ពោះដើម្បីការពារភាពឯកជនរបស់ពួកគេចំណុចចុងក្រោយចំណុចទី40សញ្ញាដែលច្បាស់បំផុតនោះគឺទោះបីជាពួកគេនិយាយពាក្យថាស្រឡាញ់ច្រើនដងប៉ុណ្ណាក៏ដោយក៏វិចារណញ្ញាណរបស់អ្នកនៅតែប្រាប់ថាមានអ្វីមួយខុសមិនប្រក្រតីដោយអ្នកតែងតែមានអារម្មណ៍អសន្តិសុខភ័យខ្លាចការបាត់បង់ហត់នឿយក្នុងការយកចិត្តទុកដាក់និងមិនដែលមានទទួលបានភាពកក់ក្ដៅនិងភាពស្កប់សុខពិតប្រាកដពីទំនាក់ទំនងមួយនេះឡើយបន្ទាប់ពីអ្នកទាំងអស់គ្នាស្ដាប់ពីប្រធានបទពីវិធីសង្កេតមនុស្សខ្លែងខ្លាយឬក៏មនុស្ស fake តើអ្នកទាំងអស់គ្នាមានចំណុចណាទេនៅក្នុងចំណុចទាំង40ហ្នឹងអ្នកអាចបោះជា comment និយាយចែកម្លែកបន្ថែមតាក់ទងនឹងមានពីរបៀបណាផ្សេងទៀតសូមអរគុណសូមជម្រាបលា